ថ្ងៃទី21ដល់23មីនានឹងមានបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរសម្រាប់ឆ្នាំ2025នេះបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរសមរាត្រីប្រាសាទអង្គរEquinox អង្គរនឹងកើតមានឡើងនៅថ្ងៃទី21ដល់23មីនាខាងមុខនេះយោងតាមសេចក្តីជូនដំណឹងស្តីអំពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរសមរាត្រីប្រាសាទអង្គរEquinox អង្គររបស់ក្រសួងទេសចរមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជននិងភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍សមរាត្រីEquinox អង្គរដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរបានស្ដែងឃើញពីលក្ខណៈពិសេសរបស់ពពកបុរសខ្មែរក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្មប្លង់សាងសង់ប្រាសាទការរៀបចំដីធ្លីការគន់គូរតាមគណិតវិទ្យាការគិតគូរពីដំណើរតារាសាស្ត្ររួមផ្សំជាមួយនឹងជំនឿដែលបង្កើតបានជាបាតុភូតរះចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្តនេះឡើងក្រសួងទេសចរបានលើកឡើងថាព្រឹត្តិការណ៍សមរាត្រី Equinox អង្គរតែងតែកើតឡើងចំនួន2ដងជារៀងរាល់ឆ្នាំដោយលើកទី1គឺសមរាត្រីរដូវប្រាំង Vernal Equinox អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី21ដល់23ខែមីនានៅវេលាម៉ោង5ព្រឹកដល់ម៉ោង 6:30 នាទីព្រឹកនិងលើកទី2គឺសមរាត្រីរដូវវស្សា Autumnal Equinox អាចកើតឡើងនៅក្នុងខែកញ្ញាព្រឹត្តិការណ៍សមរាត្រី Equinox អង្គរគឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយដែលទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្តដើម្បីទស្សនានិងផ្ដិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះអាស្រ័យដូចជម្រាបជូនខាងលើសូមសាធារណជននិងភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខកខាននិងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរកម្ពុជាទាំងអស់គ្នាស្របតាមពាក្យស្លោកទេសចរដើម្បីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដើម្បីទេសចររីកចម្រើនក្នុងសន្តិភាពនិងម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់សូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ